ជាយុវជនវ័យក្មេងនៅកម្ពុជាស្ម័គ្រចិត្តគាំពៀខ្លាចជាកាយរដ្ឋនិងខ្លាចជាអ្នកដឹកនាំនៅពេលអនាគតណាអង្គពិធីទាំងមូលជាកិច្ចចាប់ដើមនាងខ្ញុំខេបូរ៉ារចនាមកពីសាលាអន្តរជាតិអាស៊ានសាខាទូទំពងសូមគោរពគណៈធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងសួស្តីសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពជាពិសេសមិត្តក្រុមបដិសេធជាទីស្រឡាញ់រាប់អានជាកិច្ចបន្ទាប់អនុញ្ញាតរួមនាងខ្ញុំជាតំណាងក្រុមស្របឡើងមកសរុបសេចក្តីនិងសង្ខេបឡើងវិញនៅតលេខកទាំង3របស់ក្រុមយើងខ្ញុំក្នុងគោលបំណងគាំទ្រយ៉ាងមុតមាំទៅលើធានបទមួយដែលបានលើកឡើងថាការវិនិយោគកម្មវិធីលើកកម្ពស់កាយរដ្ឋបង្កើតអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតខ្ញុំសូមជម្រាបទៅកាន់អង្គវេទិកាទាំងមូលក៏ដូចជាមិត្តក្រុមបដិសេធដែលបានជ្រាបថាការវិនិយោគទៅលើអនាគតរបស់កម្ពុជាគឺជាការវិនិយោគទៅលើកម្មវិធីកាយរដ្ឋគឺជាការវិនិយោគទៅលើអនាគតរបស់កម្ពុជាការគាំទ្រកាយរដ្ឋគឺច្បាស់ណាស់ក្នុងឲ្យប្រទេសជាតិយើងទទួលបានក្តីសង្ឃឹមស្នាមញញឹមទទួលបានសុខសន្តិភាពនិងទទួលបានអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតដោយសម្អាតទៅលើតលេខកទាំង3របស់ក្រុមយើងខ្ញុំនោះគឺតលេខកទី1វត្តមានកាយរដ្ឋនៅកម្ពុជាបើយោងទៅតាមគេហទំព័រ Wikipedia វត្តមានកាយរដ្ឋនៅកម្ពុជាមានតាំងពីយូរណាស់មកហើយដែលមានឈ្មោះដំបូងថាអង្គការខេមរៈកាយរដ្ឋកម្ពុជាជាងនេះទៅទៀតកាយរដ្ឋជាតិកម្ពុជាមានក្រុមប្រឹក្សានិងគណៈកម្មាធិការដែលទទួលខុសត្រូវក្នុងការរៀបចំផែនការយុទ្ធសាស្ត្រនិងកម្មវិធីជាតិព្រោះតែការខិតខំប្រឹងប្រែងរបស់ពួកគាត់ទៅធ្វើឲ្យកាយរដ្ឋជាតិកម្ពុជាអាចឆ្លើយតបនឹងចក្ខុវិស័យកំណត់សមាជិកដល់ 25,000 នាក់តលេខកទី2គោលការណ៍កាយរដ្ឋនាសតវត្សទី21មើលទៅមិត្តក្រុមបដិសេធប្រហែលជាធ្វើមិនដឹងថាកាយរដ្ឋគឺស្ថិតក្នុងក្រសួងអប់រំយុវជននិងកីឡាហើយត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងកម្មវិធីសិក្សាទាំងសាលារដ្ឋនិងសាលាឯកជននេះមិនមែនជាការលេងសើចទេតែជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាកាយរដ្ឋជាវិធីសាស្ត្រអប់រំសង្គមដែលអនុវត្តនៅកម្រិតជាតិគេអភិវឌ្ឍយុវជនតាមផ្លូវទាំង5គឺផ្លូវកាយផ្លូវបញ្ញាផ្លូវសង្គមផ្លូវអារម្មណ៍និងផ្លូវចិត្តនេះបើយោងទៅតាម WOSM តលេខកទី3កាយរដ្ឋជាកត្តាចម្បងបង្កើតមូលធនមនុស្សការអភិវឌ្ឍមូលធនមនុស្សគឺជាកត្តាចម្បងនៃការរីកចម្រើននៃបុគ្គលនិងប្រទេសដើម្បីក្លាយជាមូលធនមនុស្សពេញលេញគេត្រូវមានលក្ខណៈសម្បត្តិចំនួន5គឺកាយសម្បទាវិជ្ជាសម្បទាបំណងសម្បទាចរិយាសម្បទានិងគុណសម្បទាបុគ្គលដែលមានលក្ខណៈទាំងនេះអាចក្លាយជាអ្នកដឹកនាំនិងជាអ្នកចូលរួមសំខាន់ក្នុងការរីកចម្រើនប្រទេសជាតិនេះបើយោងទៅតាមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញមុននឹងបញ្ចប់នាងខ្ញុំនៅតែប្រកាន់គោលចំហគាំទ្រយ៉ាងពេញទំហឹងទៅលើធានបទការវិនិយោគកម្មវិធីលើកកម្ពស់កាយរដ្ឋបង្កើតអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតឆ្លៀតក្នុងឱកាសនេះដែរយើងខ្ញុំសូមគោរពអរគុណចំពោះរដ្ឋាភិបាលដែលខិតខំប្រឹងប្រែងនិងបានអនុញ្ញាតឲ្យដាក់បញ្ចូលកម្មវិធីកាយរដ្ឋនេះចូលទៅក្នុងក្រសួងអប់រំយុវជននិងកីឡាហើយថែមទាំងដឹកនាំកម្មវិធីកាយរដ្ឋនេះទៅលើឆាកអន្តរជាតិថែមទៀតផងហើយយើងខ្ញុំក៏សូមសំណូមពរទៅកាន់ក្រសួងអប់រំយុវជននិងកីឡាឲ្យនៅតែបន្តនិងបន្ថែមកម្មវិធីកាយរដ្ឋនេះចូលទៅក្នុងកម្មវិធីសិក្សាទាំងសាលារដ្ឋនិងសាលាឯកជនឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀតនាងខ្ញុំសូមគោរពសំណូមពរទៅកាន់យុវជនទាំងអស់មិនត្រូវមើលរំលងការចូលរួមរបស់យុវជនកាយរដ្ឋទេពលគឺត្រូវមានឆន្ទៈស្ម័គ្រចិត្តចូលជាកាយរដ្ឋឲ្យកាន់តែបានហើយយើងខ្ញុំសូមគោរពអរគុណចំពោះលោកគ្រូអ្នកគ្រូដែលតែងតែបង្ហាត់បង្រៀនយើងខ្ញុំមកឈរនៅទីនេះទាំងភាពក្លាហានគឺដោយសារតែមានវត្តមានរបស់លោកគ្រូអ្នកគ្រូពិសេសសូមថ្លែងអំណរគុណទៅដល់លោកប៉ាអ្នកម៉ាក់ដែលតែងតែអប់រំណែនាំកូនឲ្យដើរផ្លូវល្អខិតខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីកូនបានរៀនសូត្របានជ្រៅជ្រះក្នុងគណៈនេះដែរយើងខ្ញុំសូមគោរពជូនពរចំពោះគណៈធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងអង្គវេទិកាទាំងមូលនៅពុទ្ធបទទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀសឃ្លាតឡើយសូមគោរពអរគុណនិងសូមអរគុណ